ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីសក្ការៈហើយក៏សូមក្រាបថ្វាយបង្គំដល់លោកម្ចាស់ធម្មបញ្ញាឈុំសវឿនដែលគង់ជាអធិបតីនៅទីនេះហើយក៏សូមក្រាបថ្វាយបង្គំដល់លោកម្ចាស់គ្រប់ព្រះអង្គដែលគង់នៅក្នុងទីក្រុងឡូហើយនឹងរដ្ឋផ្សេងទៀតផងដែរហើយក៏សូមជម្រាបសួរដល់លោកតាលោកយាយពូមីងបងប្អូនទាំងអស់ដែលរស់នៅក្នុងទីក្រុងឡូនេះបាទថ្ងៃនេះគឺជាថ្ងៃពុទ្ធត្រូវនឹង1រោចខែមករាពុទ្ធសករាជ2557ថ្ងៃនេះគឺជានេតិស្វែងយល់ព្រះពុទ្ធសាសនាដែលផ្សាយចេញអំពីស្ថានីយ៍ទូរទស្សន៍ LTC ហើយក៏បាននាំចែកជូនដល់លោកតាលោកយាយពីវត្តពលឺពុទ្ធចក្រផងដែរបាទថ្ងៃនេះខ្ញុំបាទសុកវិឆ័យព្រមទាំងបុគ្គលិកស្ម័គ្រចិត្តទាំងអស់គឺមានដូចជាលោកមីវ៉ានីលោករុនសារ៉េននិងលោកឈុំម៉ានីដែលជាបុគ្គលិកស្ម័គ្រចិត្តចូលមកបម្រើនៅក្នុងកម្មវិធីស្វែងយល់ព្រះពុទ្ធសាសនាយ៉ាងនេះបាទថ្ងៃនេះគឺជាថ្ងៃពុទ្ធបាទហើយក៏បានថតជារួចហើយនឹងបានចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង7យប់ដល់ម៉ោង8យប់បាទអញ្ចឹងមុននឹងកិច្ចចាប់ផ្ដើមនៅក្នុងកម្មវិធីនេះខ្ញុំប្រកាសណាខ្ញុំបាទក៏សូមប្រគេននេតិដល់លោកម្ចាស់ធម្មបញ្ញាឈុំសវឿនដើម្បីសម្ដែងជាធម្មីកថាជាកិច្ចចាប់ផ្ដើមនៅក្នុងកម្មវិធីនេះអញ្ចឹងសូមអារាធនានិមន្តជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធសូមថ្វាយបង្គំចំពោះព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យដោយល្អនិងថ្វាយបង្គំចំពោះព្រះអរិយសង្ឃដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដ៏ខ្ពង់ខ្ពស់ក្រៃលែងបងសូមនមស្ការថ្វាយបង្គំចំពោះលោកម្ចាស់គ្រប់ព្រះអង្គដែលគង់នៅក្នុងឡូយើងនេះហើយនឹងសូមធ្វើរការរាប់អានដល់លោកដ៏មានអាយុគ្រប់ព្រះអង្គផងដែរបងហើយសូមចម្រើនពរដល់ញាតិញោមបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលកំពុងទេសនានៅប៉ុស TV គឺនេតិស្វែងយល់ព្រះពុទ្ធសាសនាបងនិងញាតិញោមពុទ្ធបរិស័ទបានស្ដាប់មរយៈកាលកន្លងមកហើយណាអំពីណាទុក្ខសច្ចៈណាព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងក្នុងអរិយសច្ចធម៌មាន4ប្រការបងមានទុក្ខសច្ចៈនឹង1សមុទយសច្ចៈនឹង1និរោធសច្ចៈនឹង1និងមគ្គសច្ចៈនឹង1បងចំពោះសច្ចធម៌គឺជារបស់ពិតដែលកើតឡើងនៅក្នុងជីវិតយើងគ្រប់គ្នាទាំងអស់គឺជាសច្ចធម៌បានដល់ធម៌ពិតកាលណាបើវាកើតឡើងយ៉ាងណាគឺកើតឡើងយ៉ាងនឹងហើយបងអត់អាចយើងកែប្រែទៅជាហេតុដតីឬក៏សភាវៈដតីបានទេបងគ្រាន់តែយើងមានទូនាទីទទួលស្គាល់ថាហេតុនៃទុក្ខនឹងវាអញ្ចឹង
កើតឡើងអញ្ចឹងយើងទទួលស្គាល់ណាញាតិញោមពុទ្ធបរិស័ទមិនមែនធ្វើយ៉ាងម៉េចឲ្យសភាវៈហ្នឹងវាទៅជាយ៉ាងដទៃទេបងក៏ប៉ុន្តែក្នុងសេចក្តីនេះមុននឹងការសន្ទនាជាមួយលោកសុកវិឆ័យព្រមទាំងញាតិញោមពុទ្ធបរិស័ទជាបន្តទៅទៀតមកភាពរៀបរាប់អំពីហេតុរឿងរ៉ាវខ្លះដែលនាំឲ្យព្រះសម្មាសម្ពុទ្ធដែលព្រះអង្គយាងទៅសម្ដែងនៅប្រធម្មចក្រកបវត្តនសូត្រតែប្រពអំពីទុក្ខសច្ចៈហ្នឹងប្រោសបញ្ញវគិទាំង5ហ្នឹងឲ្យញាតិញោមពុទ្ធបរិស័ទបានជ្រាបនៅក្នុងរឿងរ៉ាវខ្លះហើយញាតិញោមបានស្ដាប់ក្នុងរឿងរ៉ាវពុទ្ធប្រវត្តិខ្លះចឹងទៅសប្បាយហើយបងសប្បាយជីវិតដែលញាតិញោមសប្បាយក្នុងការស្ដាប់ពធរីករាយក្នុងពធត្រេកអរក្នុងពធរមែងញ៉ាំងជីវិតញាតិញោមពុទ្ធបរិស័ទនឹងឲ្យបានប្រសើរពុទ្ធឧត្តមក្នុងបច្ចុប្បន្នរហូតដល់ពេលមួយដែលយើងត្រូវអស់ជីវិតពីលោកនេះទៅកាន់ប្រលោកខាងមុខក៏ញាតិញោមបានរួចចាកអំពីអបាយភូមិ4បានកំណើតជាមនុស្សទេវតាព្រហ្មនិងសេចក្តីសុខក្នុងព្រះនិព្វានដែលជាទីបំផុតនៃសេចក្តីទុក្ខដោយសារតែការរីករាយក្នុងពធត្រេកអរក្នុងពធនឹងឯងបងនឹងចំពោះការសម្ដែងពីលើកមុនគឺមុននឹងព្រះសម្មាសម្ពុទ្ធនៅពេលក្រោយបើអត់ទោសក្រោយដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅក្រោមមណ្ឌលពោធិព្រឹក្សញាតិញោមពុទ្ធបរិស័ទបងក្នុងពេលហ្នឹងព្រះអង្គញាតិញោមបានស្ដាប់ហើយព្រះអង្គបានគង់ប្រថាប់នៅក្រោមមណ្ឌលពោធិព្រឹក្សហ្នឹងមួយសប្តាហ៍7ថ្ងៃបងពិចារណានៅក្នុងបដិច្ចសមុប្បាទធម៌បានដល់អវិជ្ជាបច្ចយាសង្ខារាជាដើមញាតិញោមនឹងហើយបន្ទាប់មកក៏ដល់ថ្ងៃទី7ព្រះអង្គនិមន្តចាកអំពីសមាធិក្រោមមណ្ឌលពោធិព្រឹក្សក៏បានយាងទៅកាន់ដើមក្រោមដើមអជាបាលនិក្រូធដើមអជាបាលនិក្រូធហ្នឹងគឺសំដែងលើកមុនហើយបានដល់ដើមជ្រៃដើមជ្រៃហើយព្រះអង្គបានជួបព្រាហ្មណ៍មួយឈ្មោះថាហុងច្រើនសម្លុតគេដោយហុងយ៉ាងទៅបងអញ្ចឹងបានស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធក៏រីករាយជាមួយនឹងពុទ្ធឱវាទដែលជាឱវាទរបស់ព្រះអង្គអញ្ចឹងក្នុងសប្តាហ៍ទី3នេះព្រះអង្គបានក្រោកនិមន្តក្រោកចាកសមាធិនៅក្រោមដើមអជាបាលនិក្រូធហើយក៏ព្រះអង្គបានយាងទៅកាន់ដើមរាំងបងញាតិញោមស្គាល់ដើមរាំងបងណាស្រុកខ្មែរយើងពីដើមសម្បូរណាស់ញាតិញោមហើយដើមរាំងនឹងដុះពេញស្រែញាតិញោមណោះហើយស្លឹកវានឹងឆ្ងាញ់ញាតិញោមបងគេយកធ្វើលក់បាញ់ឆែវឬក៏លក់ទឹកគ្រឿងឬក៏ប្រហុកអីហ្នឹងគឺលក់ដល់ឆ្ងាញ់បងស្លឹករាំងហ្នឹងតែឥឡូវស្រុកខ្មែរយើងនឹងស្បើយហើយបងដោយយើងខ្វះនៅការរក្សាបងណាក៏ប៉ុន្តែក្នុងសេចក្តីនេះញាតិញោមជ្រាបហើយអាទិត្យទី3ហ្នឹងគឺព្រះអង្គបានយាងអំពីដើមអជាបាលនិក្រូធហ្នឹងទៅកាន់ដើមរាំងហ្នឹង
ព្រះអង្គក៏បានពុតភ្នែនពេលប្របាទណាសុខទៅក្នុងនៅក្នុងផលសមាបត្តិណាដែលព្រះអង្គបានសម្រេចហើយបងត្រាស់ដឹងហើយបានឃើញហើយគឺសុខដ៏ក្រៃលែងជាងសុខនៅក្នុងសម្បត្តិលើលោកនេះណាក្នុងពេលដែលព្រះអង្គបានគង់ក្រោមដើមរាំងហ្នឹងណាចិត្តស្រះមុជលិនណាញាតិញោមពុទ្ធបរិស័ទក្នុងពេលហ្នឹងគឺភ្លៀងប៉ុណ្ណាភ្លៀងបានចាប់ដើមពីថ្ងៃដំបូងហ្នឹងរហូតចុះអាប់មកណាញាតិញោមនៅពេលដែលមេឃភ្លៀងចុះអាប់មើលទៅខ្យល់ផងមើលគ្នាមិនសូវឃើញទេប៉ុណ្ណារងាក៏រងាត្រជាក់ក៏ត្រជាក់ណាហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅក្នុងក្រោមដើមរាំងនឹងឯងបងញាតិញោមពុទ្ធបរិស័ទទាំងអស់បងណានិយាយអំពីភ្លៀងច្រើនខ្យល់ហើយចុះអាប់ចឹងទៅនិយាយអំពីស្ដេចនាគណានិយាយអំពីនាគបានឡើងមកអំពីលំនៅរបស់ខ្លួនបងណានាគធំញាតិញោមពុទ្ធបរិស័ទឡើងអំពីលំនៅរបស់ខ្លួនហើយណាឡើងមកហើយបានមកពាត់ជុំវិញព្រះសម្មាសម្ពុទ្ធបងហើយព្រះអង្គពីដើមធំញាតិញោមមិនមែនដូចមនុស្សយើងធម្មតាទេបងណា6ម៉ែត្រណាបងពី10ហាត់បងណាអញ្ចឹងព្រះអង្គធំហើយនាគហ្នឹងក៏ធំដែរបងពាត់ឡើងមកលើហើយពាត់ជុំវិញព្រះសម្មាសម្ពុទ្ធហ្នឹងពាត់7ជាន់ណា7ជាន់ណាហើយបើកពពាយ៉ាងធំបងធំប៉ុណ្ណឹងពីលើសីស័កណាសីស័កក្នុងទីនេះគឺក្បាលបងណាក្បាលព្រះសម្មាសម្ពុទ្ធមិនមែនប្រកេះណាញាតិញោមប្រកេះហ្នឹងអីលោកសុកវិឆ័យកេះកេសាគឺសក់ណាប្រកេះហ្នឹងសក់បងកាលពីដើមអត់ដឹងថាប្រកេះហ្នឹងសក់ឯកណាស្មើក្បាលដែរអញ្ចឹងរឿងប្រកេះហ្នឹងគឺសក់បងក៏ប៉ុន្តែនាគដែលបើកពពាហ្នឹងពាត់7ជាន់ហើយបើកពពាគ្របពីលើសីស័កគឺក្បាលណាញាតិញោមហៅថាក្បាលព្រះវិបកេះសីស័កព្រះសម្មាសម្ពុទ្ធនឹងឯងបងក្នុងពេលហ្នឹងញាតិញោមពុទ្ធបរិស័ទទាំងអស់និយាយអំពីនាគណាដែលជាអ្នកមានសេចក្តីជ្រះថ្លាចំពោះគុណព្រះសម្មាសម្ពុទ្ធមានឧបនិស្ស័យល្អបងបានពាត់ជុំវិញព្រះសម្មាសម្ពុទ្ធ7ជាន់ហើយក្របពពាលើសីស័កព្រះសម្មាសម្ពុទ្ធហើយតាំងចិត្តថារងាកំបីកើតមានឡើងណាដល់ព្រះសម្មាសម្ពុទ្ធណាក្តៅក៏កុំកើតមានឡើងដល់ព្រះសម្មាសម្ពុទ្ធណារបោមមុខខ្យល់ពោះតូចនិងពោះធំទាំងឡាយក៏កុំកើតឡើងដល់ព្រះសម្មាសម្ពុទ្ធណាប៉ុននេះញាតិញោមប៉ុននេះប៉ុនបសត្វនាគនឹងហេតុតែឧបនិស្ស័យនៃសត្វដេរឆានណាមានឧបនិស្ស័យល្អបានជួបព្រះសម្មាសម្ពុទ្ធណាញ៉ាំងប៉ុនតាំងអំពីថ្ងៃទី1រហូតដល់ថ្ងៃទី7ណាមួយអាទិត្យញាតិញោមបានភ្លៀងហ្នឹងក៏ឈប់យ៉ាងទៅណាភ្លៀងក៏ឈប់យ៉ាងទៅហើយក្នុងពេលហ្នឹងខ្យល់ក៏ឈប់នាគក៏បានបើកណាបើកពពាខាងលើមកណាបានសាររង្វេលចេញអំពីព្រះសម្មាសម្ពុទ្ធហើយណាដឹងថាព្រះអង្គឈប់ត្រូវភ្លៀងត្រូវអីទៀតហើយបានក្លែងខ្លួនជាបរោះស្អាតព្រោះនាគហ្នឹងមានឫទ្ធិច្រើនណាស់ញាតិញោមពុទ្ធបរិស័ទសំដែងជាមនុស្សក៏បានសំដែងជានាគហ្នឹងក៏បានក្នុងពេលហ្នឹងនាគសំដែងខ្លួនជាបរោះកំឡោះមួយស្អាតណាឈរមុខព្រះសម្មាសម្ពុទ្ធប្រណម្យអញ្ជលីចឹងទៅណាក្នុងពេលហ្នឹងគឺប្រកបដោយសេចក្តីជ្រះថ្លា
បានក្នុងពេលហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គមានពុទ្ធដីកាថាសេចក្តីស្ងាត់ចាកកិលេសរបស់បុគ្គលអ្នកត្រេកអរដោយមគ្គញាណមានធម៌ប្រកបហើយបានឃើញហើយធម៌ដែលញាណដោយញាណចក្ខុជាគុណឲ្យកើតសេចក្តីសុខសេចក្តីមិនព្យាបាទនិងសេចក្តីសង្រួមមិនបៀតបៀនសត្វទាំងឡាយណាតែងនាំមកនៅសេចក្តីសុខក្នុងលោកហ្នឹងព្រះអង្គបន្លឺនៅគាថាប៉ុណ្ណឹងហើយគាថាមិនតែប៉ុណ្ណឹងទេព្រះអង្គបន្លឺទៅទៀតថាសុខាវិរិយកតាលោកេកាមាណੰសមតកមោអស្មិមានសវិនយោអេតាំងវេបរមង្គសុខੰភាវៈប្រសច្ចរាគៈគឺកិរិយាកន្លងនៅកាមទាំងឡាយណានាំមកនៅសេចក្តីសុខក្នុងលោកកិរិយាធ្វើឲ្យវិនិច្ឆ័យនៅអស្មិមានអ្នកនេះឯងនាំមកនៅសេចក្តីសុខដ៏ឧត្តមដូច្នេះគឺព្រះអង្គសម្ដែងថាកាលដែលព្រះអង្គគង់ណាពុតភ្នែនពេនប្របាទនឹងសំបីតែក្តៅត្រូវភ្លៀងត្រូវខ្យល់មាននាគនឹងមួអប់អ៊ុនហើយព្រះអង្គអត់មានភ័យអត់មានព្រួយគឺព្រះអង្គតែងបាននៅសេចក្តីសុខណាជាពិសេសគឺព្រះអង្គសរសើរសេចក្តីសុខទាំងឡាយនេះការប្រសច្ចៈនៅកាមណាមានរូបសម្លេងក្លិនរសផោធពៈហ្នឹងគឺបានដល់កិលេសកាមនិងវត្ថុកាមហ្នឹងគឺជាការនាំមកនៅសេចក្តីសុខហើយម្យ៉ាងមួយទៀតគឺកិរិយាកន្លងបងនៅអស្មិមានអ្នកការប្រកាន់ខ្លួនតែអញនឹងគ្រាន់បើជាងអ្នកឯងអញនឹងស្មើអ្នកឯងនឹងមិនដល់អញព្រះអង្គថាឲ្យលះបងចោលទៅអស្មិមានអ្នកហ្នឹងណាខ្លួនតែងតែគ្រាន់បើជាងគេស្មើនឹងគេអន់ជាងគេលះបងចោលទៅព្រះអង្គសម្ដែងថារមែងនាំមកនៅសេចក្តីសុខដ៏ឧត្តមឬក៏សេចក្តីសុខដ៏ក្រៃលែងបងសំខាន់ណាស់ពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងសិតមួយបាតមួយគាថាសិតតែជាការនាំមកនៅប្រយោជន៍ដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបងហ្នឹងក្នុងពេលហ្នឹងព្រះអង្គបានដល់ថ្ងៃទី7ក្រោកចាកអំពីណាភ្នែនណាហើយព្រះអង្គក៏បានយាងទៅកាន់ដើមរាជាយតនៈដើមរាជាយតនៈលោកសុខវិឆ័យស្គាល់ទេអូកណាតដែលលឺផងណាអត់ស្គាល់កណាអត់ស្គាល់ទេកណាញាតិញោមក៏អត់ស្គាល់ដែរអាត្មាអត់បានរៀនក៏មិនស្គាល់ដែរបងដល់តែរៀនហ្នឹងដឹងញាតិញោមព្រះអង្គសម្ដែងតែដើមរាជាយតនៈហ្នឹងគឺដើមកេះហើយអាត្មាឮតែដើមកេះក៏មិនដឹងថាដើមហ្នឹងយ៉ាងម៉េចហ្នឹងព្រះអត្តកថាលោកបញ្យលអញ្ចឹងបងព្រះអង្គបាននិមន្តទៅដល់ដើមរាជាយតនៈហៅថាដើមកេះហ្នឹងព្រះអង្គក៏បានពុតភ្នែនពេនប្របាទទឹកទីម៉ានណាលោកសុខវិឆ័យកណាទី4ទី4ហើយបងទី4ទឹកទី1គឺក្រោមពោធិព្រឹក្សអាទិត្យទី2ក្រោមអច្ចបាលនិក្រូធអាទិត្យទី3ដើមរាំងអាទិត្យទី4គឺដើមរាជាយតនៈបងអញ្ចឹងគឺព្រះអង្គទៅដល់ដើមរាជាយតនៈហ្នឹងពុតភ្នែនពេនប្របាទដោយផលសមាបត្តិណាបងសុខក្នុងផលសមាបត្តិសុខដ៏ក្រៃលែងបងសុខមិនបាច់ចាំត្រូវការមាសត្រូវការប្រាក់ត្រូវការអាហារគ្រឿងបរិភោគឧបភោគអីសពគ្រប់ប្រការឡានកប៉ាល់ហោះអីហ្នឹងគឺព្រះអង្គមានសេចក្តីសុខដ៏ក្រៃលែងណាសុខដ៏ក្រៃលែងបងអស្ចារ្យណាស់ក្នុងពេលហ្នឹងញាតិញោមពុទ្ធបរិស័ទទាំងអស់និយាយអំពីព្រាហ្មណ៍2នាក់ទី1គឺតផោសៈទី2គឺភលិកៈភលិកៈ2នាក់ហ្នឹងគឺជាបងប្អូនគ្នាបង្កើតបានចេញអំពីស្រុកមួយហៅថាអុកកលជនបទស្រុកអុកកលជនបទហ្នឹងធ្វើដំណើរពីអ្នកបងប្អូនហ្នឹងក៏បានឆ្ពោះទៅកាន់កន្លែងដែលព្រះសម្មាសម្ពុទ្ធ
ដែលព្រះអង្គទ្រង់គង់នៅក្នុងដើមរាជាយតនៈនឹងឯងបងណាធ្វើដំណើរជាតិនឹងញាតិញោមបងស្រាប់តែក្នុងពេលហ្នឹងទេវតាដែលជាញាតិណាទេវតាជាញាតិក្នុងទីនេះគឺបញ្យលក្នុងអត្តកថាលោកសម្ដែងថាញាតិរបស់ណាបរោះពីរនាក់ហ្នឹងពីជាតិមុនមកធ្លាប់ធ្វើទានសាសិលស្ដាប់ពធបំរើមេត្តាបិតាដឹងគុណចាស់ព្រឹទ្ធាចារ្យអញ្ចឹងទៅកើតកំណើតទេវតាអញ្ចឹងទេវតាជាញាតិហ្នឹងបានប្រាប់អ្នកទាំងពីរអ្នកបងប្អូនហ្នឹងប្រាប់ថាម៉េចប្រាប់ថាណាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងថ្មីព្រះអង្គទ្រង់គង់នៅក្រោមដើមរាជាយតនៈអ្នកទាំងពីរអ្នកចូលទៅគាល់ព្រះសម្មាសម្ពុទ្ធមានសដៅផង់សដៅដុំថ្វាយព្រះសម្មាសម្ពុទ្ធនឹងបានសម្រេចជាបុណ្យជាកុសលច្រើនដល់អ្នកទាំងពីរអ្នកហ្នឹងណានេះគឺបំណងរបស់ទេវតាហ្នឹងញាតិញោមប្រាប់ប្រយោជន៍ដល់ព្រាហ្មណ៍ពីរអ្នកបងប្អូនហ្នឹងដើម្បីឲ្យបានគាល់ព្រះសម្មាសម្ពុទ្ធបានធ្វើទានជាមួយនឹងព្រះអង្គបានប្រយោជន៍ច្រើនបងញាតិញោមពុទ្ធបរិស័ទទាំងអស់ក្នុងពេលហ្នឹងពាណិជ្ជពីអ្នកបងប្អូនហ្នឹងឮដំណឹងទេវតាដែលជាញាតិប្រាប់ហើយក៏បានធ្វើដំណើរបងបានធ្វើដំណើរទៅដាក់កាន់ដើមរាជាយតនៈហ្នឹងទៅដល់ហើយថ្វាយអង្គមព្រះសម្មាសម្ពុទ្ធសពគ្រប់ចឹងទៅណាយកសដៅញាតិញោមសដៅផង់អាម៉ត់ហ្នឹងហើយអាសដៅដុំហ្នឹងទាំងពីរអ្នកបងប្អូនហ្នឹងទៅថ្វាយដល់ព្រះសម្មាសម្ពុទ្ធណាអស្ចារ្យញាតិញោមបងញាតិញោមបានតន់ប្រពុតថ្វាយចំពោះប្រពុតម្ដងទេញាតិញោមមកជាតិហ្នឹងនៅផងណាហើយពីរអ្នកបងប្អូនហ្នឹងបានទៅថ្វាយអញ្ចឹងល្អមែនទែនមានឧបនិស្ស័យល្អណាស់ញាតិញោមបងស្រាប់តែក្នុងគណៈហ្នឹងព្រះសម្មាសម្ពុទ្ធគ្រាន់តែឃើញព្រាហ្មណ៍ពីរអ្នកហ្នឹងណាពាណិជ្ជពីរអ្នកហ្នឹងយកសដៅហ្នឹងទៅថ្វាយព្រះអង្គក៏ពិចារណាដោយញាណរបស់ព្រះអង្គពិចារណាថាម៉េចចារណាថាធម្មតាព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គណាមិនដែលទទួលរបស់របរដោយដៃទៅទេចេះទេបងអត់ដែលទទួលទេណាពុទ្ធណាបងអត់ដែលទទួលដៃទៅទេតើមានរបស់ទ្របណាដូចជាបាតអីចឹងទៅបងណាព្រោះអត់សមញាតិញោមពុទ្ធបរិស័ទគ្រាន់តែក្នុងពេលហ្នឹងព្រះអង្គនឹកឃើញតើបានអ្វីដើម្បីទទួលនៅសដៅហ្នឹងស្រាប់តែមហារាជទាំង4ណាមហារាជទាំង4ហ្នឹងចុះមកអំពីទេវលោកយកបាតថ្មកែវម្នាក់មួយគ្រប់ទិសទាំង4ណាមកអំពីទិសទាំង4ថ្វាយដល់ព្រះសម្មាសម្ពុទ្ធណាបាតកែវហ្នឹងកាត់ថ្លៃមិនបានទេញាតិញោមពុទ្ធបរិស័ទហើយថ្លៃណាស់មហារាជទាំង4ហ្នឹងយកប្រគិនព្រះសម្មាសម្ពុទ្ធបានព្រះសម្មាសម្ពុទ្ធហ្នឹងយកបាតហ្នឹងទទួលសដៅពីអ្នកបងប្អូននឹងឯងបងណាទទួលហើយព្រះអង្គណាឆាន់អញ្ចឹងទៅក្នុងពេលហ្នឹងព្រះណាសម្មាសម្ពុទ្ធព្រះអង្គមានពុទ្ធដីកាថាណាអ្នកមានចិត្តណាក្នុងពេលហ្នឹងព្រះអង្គមានសម្ដែងថាតថាគតជាអ្នកគ្រប់គ្រងឬគ្របសង្កត់នៅតេមិកភូមិទាំងអស់បងត្រាស់ដឹងនៅចតុភូមិកធម៌ទាំងអស់មិនប្រឡាក់ដោយកិលេសក្នុងតេមិកភូមិទាំងអស់លះណាបានលះចោលនៅតេមិកភូមិទាំងអស់ហើយមានចិត្តផុតស្រឡះហើយព្រោះអស់ទៅនៃតណ្ហាដឹងច្បាស់នៅចតុភូមិកធម៌ដោយខ្លួនឯងចាំបាច់ត្រាស់ណាចាំបាច់ជាបុគ្គលអស្ចារ្យបំផុតបងណាហ្នឹងក្នុងពេលហ្នឹងគឺព្រះអង្គសម្ដែងថាព្រះអង្គនឹងអស្ចារ្យណាស់ដែលព្រាហ្មណ៍បានបូជាសដៅហ្នឹងគឺជាបូជាណាមានប្រយោជន៍ច្រើនដល់ព្រាហ្មណ៍ទាំងពីរអ្នកនឹងឯងបងណាបានប្រយោជន៍ច្រើនដល់ព្រាហ្មណ៍ទាំងពីរអ្នកនឹងណាក្រោយឡើងក្នុងពេលហ្នឹងណាពេលហ្នឹងញាតិញោមពុទ្ធបរិស័ទទាំងអស់ណាបាន
là priêm tầng pi nè nó đo bỏ ban đắp ở vạt bỏ ong hỏi ban đo nâu bỏ put prom tiếng bỏ thò chỉ ti băng ti là lực smile chỉ vật smile năng chỉ vật bỏ pro smile năng hạt ấy ban chia mình đo nâu bỏ song phóng pro mình toàn miền bỏ song là không lông mà miền tại bỏ put hay năng bỏ thò priêm pi nè bong ô năng đo là bỏ put hay năng bỏ thò ti băng ti là lực năng ảnh hao là hao thà đo trai sẵn nặng cung pi bỏ chỉ ti băng ti là lực năng lýคือการตติบุญนั้นคือព្រះអង្គបានតកងក្រោមដើមរាជាយតនៈនឹងបានញ៉ាំងព្រាមពីអ្នកបងប្អូននឹងឲ្យជ្រះថ្លាណានឹងក្នុងពេលហ្នឹងព្រះអង្គក្រោកថ្ងៃទី7ព្រះអង្គក្រោកណានិមន្តចាកក្នុងក្រោមដើមរាជាយតនៈហៅថាដើមកេះហ្នឹងណាដើមកេះហ្នឹងក៏ព្រះអង្គបាននិមន្តទៅក្រោយវិញគឺទៅបាននៅក្រោមដើមណាដើមអជាបាលនិក្រូតវិញបងណាដើមអជាបាលនិក្រូតក្នុងពេលហ្នឹងព្រះអង្គគង់ក្រោមដើមអជាបាលនិក្រូតហើយព្រះអង្គពិចារណាឃើញថាធម៌ដែលតថាគតបានត្រាស់ដឹងនេះជាធម៌ដ៏ក្រៃលែងជាធម៌ដ៏ជ្រៅណាជនដែលមិនមែនជាអ្នកប្រាជ្ញមិនមែនជាបណ្ឌិតត្រាស់ដឹងធម៌របស់ព្រះអង្គនេះគឺមិនដោយងាយទេត្រាស់ដឹងដោយលំបាកណាស់ក្នុងពេលហ្នឹងបានព្រះអង្គទ្រង់មិនគិតប្រតិដើម្បីសម្ដែងនៅពធណាញាតិញោមពុទ្ធបរិស័ទព្រោះសត្វលោកមានកាមមកសញ្ញានឹងច្រើនបងដូចជាការអាល័យក្នុងរបស់ផ្សេងជាប់ជំពាក់ក្នុងរបស់ផ្សេងនឹងច្រើនដូច្នេះធម៌របស់ព្រះអង្គនឹងសម្ដែងវាប្រច្រាស់ទិសដៅរបស់សត្វលោកព្រះអង្គធម៌ព្រះអង្គសម្ដែងអំពីការលះសត្វលោកគឺនិយាយអំពីការជាប់ជំពាក់ដូច្នេះគឺมันអាចត្រាស់ដឹងធម៌ព្រះសម្មាសម្ពុទ្ធបានទេណាមែនទេញាតិញោមពុទ្ធបរិស័ទព្រោះសត្វលោកនឹងជាប់ជំពាក់ក្នុងវត្ថុកាមនិងកិលេសកាមនឹងសម្បើមណាស់មានរូបសម្លេងក្លិនរសផោតពៈណាលោភៈទោសៈអីហ្នឹងគឺជាប់ជំពាក់សម្បើមមេធម៌ព្រះអង្គហ្នឹងសំដែងដើម្បីឲ្យរើខ្លួនរួចចាកអំពីកិលេសទាំងអស់ហ្នឹងម្ល៉េះហើយបានថាសត្វលោកដែលត្រូវត្រាស់ដឹងនៅធម៌របស់ព្រះអង្គហ្នឹងគឺត្រាស់ដឹងបានដោយលំបាកក្នុងពេលហ្នឹងព្រះអង្គទ្រង់មិនគិតដើម្បីខ្វល់ខ្វាយសម្ដែងពធទេព្រះអង្គគង់ស្ងប់នៅក្នុងក្រោមដើមអជាបាលនិក្រូតនឹងឯងស្រាប់តែក្នុងពេលហ្នឹងសហបតីព្រំសហបតីព្រំបានចុះមកគិតអំពីទេវលោកមកដូច្នេះកាលណាព្រះសម្មាសម្ពុទ្ធត្រាស់ដឹងហើយព្រះអង្គមិនសម្ដែងធម៌ដូច្នេះគឺនិស័យរបស់សត្វលោកដែលត្រូវសម្រេចធម៌អាហ្នឹងគឺត្រូវបាត់អញ្ចឹងគឺចុះមកអំពីទេវលោកមកថ្វាយអង្គមព្រះសម្មាសម្ពុទ្ធក្រោមដើមអជាបាលនិក្រូតនឹងឯងណាក្នុងពេលហ្នឹងញាតិញោមពុទ្ធបរិស័ទព្រះអង្គព្រមបានអរតនីព្រះសម្មាសម្ពុទ្ធបពិតព្រះអង្គដ៏ចម្រើនសូមព្រះអង្គសម្ដែងពធមកព្រោះសត្វលោកខ្លះប្រៀបឧបមាដូចជាផ្កាឈូកដែលនៅក្នុងទឹកសត្វលោកខ្លះដូចជាផ្កាឈូកដែលលិចហើបអំពីទឹកសត្វលោកខ្លះប្រៀបដូចផ្កាឈូកដែលផុតអំពីទឹកហើយត្រូវកម្ដៅព្រះអាទិត្យមកមានការរីកអីចឹងទៅបងណាប្រៀបធៀបអញ្ចឹងក្នុងពេលហ្នឹងបានព្រមប្រៀបធៀបដើម្បីរតនាព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ប្រោសដោយសត្វលោកណាប្រៀបធៀបអំពីឧបនិស្ស័យបុគ្គលជាមួយនឹងណាផ្កាឈូកឬផ្កាផលិតដែលនៅក្នុងទឹកញាតិញោមពុទ្ធបរិស័ទស្រាប់តែក្នុងពេលហ្នឹងញាតិញោមបងណាព្រះសម្មាសម្ពុទ្ធនៅពេលដែលព្រមបានរតនាហើយព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាថាអបារុតាតេអមតស្សទ្វារាយេសោតវន្តោប្រមុញចន្តុសទ្ធាំងទ្វារនៃព្រះនិព្វានហ្នឹងគឺបើកហើយជនទាំងឡាយដែលមាននៅសោតប្រសាទចូលបញ្ចេញនៅសទ្ធាមកចោះក្នុងពេលហ្នឹងបានព្រះសម្មាសម្ពុទ្ធណាសម្ដែងតែទ្វារព្រះនិព្វានបើកហើយបើអ្នកទាំងឡាយចង់រួចចាកអំពីទុក្ខមានជាតិជរាព្យាធិនិងមរណៈគឺបញ្ចេញដៃគឺសទ្ធាមកនឹងបានសម្រេចហើយបង
ក្នុងគណៈនឹងព្រះសម្មាសម្ពុទ្ធដល់ថ្ងៃទី7នៅពេលព្រមរតនីហើយព្រះអង្គគិតដើម្បីទៅសម្ដែងធម៌ប្រោសណាប្រោសក្នុងទីនេះគឺព្រះអង្គមើលសត្វណាដែលមានកិលេសក្នុងភ្នែកធូលីណាធូលីគឺរាគៈដែលនៅក្នុងភ្នែកហ្នឹងតិចស្ដើងសំគួរត្រាស់ដឹងធម៌ព្រះអង្គរហ័សឆាប់ព្រះអង្គទៅប្រោសនៅបុគ្គលនឹងមុនគេបងណាក្នុងពេលដំបូងព្រះអង្គពិចារណានៅគ្រូរបស់ព្រះអង្គគឺអឡារតបោះស្គាល់អឡារតបោះណាសុកឆៃកណាធ្លាប់ទៅលើណាកណាធ្លាប់លើនឹងគឺណាគ្រូដើមរបស់ព្រះអង្គហើយបងណាកាលដែលព្រះអង្គមិនទាន់ត្រាស់ដឹងក្នុងលោកបានសម្រេចនៅឈានណាបានសម្រេចនៅឈានណាឈានហ្នឹងគឺគ្របសង្កត់នៅនិវរណធម៌ទាំង5មានកាមឆន្ទៈជាបាតៈថៃនមិទ្ធៈឧត្តចៈកុកចៈវិជ័យឆាហ្នឹងគ្របសង្កត់បុគ្គលដែលចង់បានសុខហ្នឹងគឺចូលនៅឈាននឹងឯងព្រះអង្គឈានមាន5មានវិតកៈវិចារៈបេតិសុខៈឯកកតាហ្នឹងគឺមាន5នឹងឯងបងហ្នឹងនៅពេលហ្នឹងគឺបុគ្គលដែលមិនទាន់ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងក៏បាននៅឈានដែរឈានហ្នឹងសម្រាប់អំពីការចម្រើននៅសមថកម្មដ្ឋានយល់ទេលោកសុខឆៃកណាណាសមថកម្មដ្ឋានហ្នឹងគឺមានសម្ដែងនៅក្នុងណាគម្ពីរវិសុទ្ធិមគ្គមានសមាធិនិទេសនឹងដ៏ច្រើនបងយើងសិក្សាអំពីណាធម៌អ្វីមួយយើងស្រាវជ្រាវនៅក្នុងគម្ពីរបងដើម្បីយកមកសម្ដែងចែកជូនដល់ញាតិញោមពុទ្ធបរិស័ទបាននៅការស្ដាប់ហើយនឹងអាចបដិបត្តិឲ្យបានត្រូវដើម្បីទៅរកទីបរមសុខគឺជាផ្លូវរួចចាកទុក្ខនឹងឯងបងយល់ទេលោកសុខឆៃកណាហ្នឹងហើយបងសំខាន់គម្ពីរបងណាក្នុងពេលហ្នឹងគឺព្រះអង្គបានព្រះអង្គបានគិតទៅប្រោសអាឡារតបោះព្រះអង្គពិចារណាទៅបរិអត់ទោសមិនបរិណពៀនទេស្លាប់7ថ្ងៃទៅកើតក្នុងព្រហ្មលោកបានគឺជាការវិនិច្ឆ័យមួយដ៏ធំបងឧបនិស្ស័យត្រូវបានសម្រេចធម៌ញាតិញោមបងដល់ពេលដាក់ស្ដាប់ធម៌ព្រះអង្គក៏ប៉ុន្តែឈានដែលកើតពីសមាធិហ្នឹងមិនប្រកបដោយបញ្ញាប្រកបជាមួយអរិយមគ្គដូច្នេះមិនទាន់លះបង់កិលេសណាមួយទេជាបុថុជនបងបដិសន្ធិក្នុងព្រហ្មលោកមែនក៏ប៉ុន្តែអាយុនឹងរាប់កាប់បងរាប់កាប់ហៅថាអគណៈអសម័យបងមិនមែនជាគណៈមិនមែនជាសម័យនៅពេលដែល500កាប់អីយ៉ាងទៅណាអស់អាយុមកកើតជាមនុស្សបុថុជនដដែលមិនចឹងលោកសុកបុឆៃកណាចាហ្នឹងគឺជាការវិនិច្ឆ័យមួយដ៏ធំបងរបស់អឡារតបោះអញ្ចឹងព្រះអង្គមិនអាចទៅប្រោះអឡារតបោះបានអត់បានទេព្រោះគាត់បានស្លាប់7ថ្ងៃទៅហើយទៅកើតព្រហ្មលោកហើយកណាចំកណាសួរដូចទៅខាងមុខបន្តិចដូចជាព្រះអង្គអាចទៅប្រោះព្រះមេដាបាននៅឋានតាវតឹងហ្នឹងហើយកណាហេតុអីបានជាព្រះអង្គអាចទៅប្រោះមេដាបានហេតុអីក៏មិនអាចប្រោះអឡារតបោះបានព្រោះព្រហ្មលោកវាអត់មានការស្ដាប់ពធបាននៅពេលកសលថ្នាក់ឈានហ្នឹងកើតក្នុងព្រហ្មហើយគឺបើព្រហ្មមានរូបអាហ្នឹងអាចស្ដាប់ធម៌បានព្រោះមានសោតប្រសាទយល់ទេចឹងអឡារតបោះកើតនៅក្នុងអរូបព្រហ្មអញ្ចឹងទេគឺគ្របសង្កត់ក្នុងកសលថ្នាក់ឈានហ្នឹងគឺថាដេកស្ដោកដូចភ្នំអញ្ចឹងកណាយល់ទេចឹងកណានៅនឹងស្គាល់ចឹងមិនអាចស្ដាប់បានទេព្រហ្មហ្នឹងវាមានព្រហ្មខ្លះមានរូបព្រហ្មខ្លះអត់រូបអរូបព្រហ្ម4ហ្នឹងគឺមិនអាចស្ដាប់បានទេព្រោះវាអត់សោតប្រសាទអត់មានរូបប្រសាទហ្នឹងគឺជាប្រសាទទៅរូបមួយដែរមានចក្ខុប្រសាទគឺភ្នែកសោតប្រសាទគឺត្រចៀកឃានប្រសាទគឺច្រមុះជីវហាប្រសាទគឺអណ្ដាតកាយប្រសាទគឺកាយអញ្ចឹងក្នុងពេលនេះគឺមិនអាចព្រះអង្គទៅប្រោសបានទេបងវិនិច្ឆ័យមួយធំបានព្រះអង្គគិតទៅទៀតណាតើអ្នកណាអាចតថាគតទៅប្រោសបានឃើញឧតកៈតបោះជាគ្រូព្រះអង្គមួយដែរស្រាប់តែគិតទៅឧតកៈតបោះហ្នឹងស្លាប់ថ្មីយកមិញហ្នឹងអានេះវិនិច្ឆ័យធំជាងអាឡារតបោះទៀតវាស់នឹងតន់ព្រះសម្មាសម្ពុទ្ធហើយណាបើថាអាឡារតបោះវានៅ7ថ្ងៃហ្នឹងវាយូរមួយអាទិត្យក៏ប៉ុន្តែឧតកៈតបោះនេះស្លាប់ថ្មីល្ងាចមិញហ្នឹងយកមិញហ្នឹងណាបើព្រះសម្មាសម្ពុទ្ធមកប្រោសតន់គឺបានសម្រេចជាព្រះអរិយបុគ្គលបរិនិព្វានហើយរួចចាកអំពីទុក្ខហើយក៏ប៉ុន្តែនៅពេលដែលគាត់ស្លាប់ទាំងបុថុជនអញ្ចឹងមានលះបង់កិលេសណាមួយផងហើយតើរួចចាកទុក្ខឲ្យអត់
ọt ấy mình chăng កណា ọt nông pe nâng bong bò mai mơ tí đó ta xóm cua ta prao nè na pro à la đã ta bó út ta cạ ta bó nâng pre nè piên hai ọt tô ta can prom lục ở hai nông cả nặng nâng kết ta prao nè pan chở vẹt kỳ tầng pram pan chở vẹt kỳ tầng pram có là sâu trái កណាស្គាល់គឺជាអ្នកតាមបម្រើព្រះអង្គកាលដែលមិនទាន់បានសម្រេចជាព្រះសម្មាសម្ពុទ្ធ nâng hay chăm chú mua ọt đấy កណាចាំអត់អស់ហ៎កណាចាំតែអឺ thì khá កនដញ្ញៈ còn là nhẹ môi á កនដញ្ញៈមួយអសុជិមួយ ហើយនឹងកណាចាំបានប៉ុណ្្នឹងហើយបានពីរចុះ nhiệt nhôm mà hai loại chỉ chạm khá đó gồm ta chui rồi nực lục sọc chai rồi rồi nà về nhà cạo đại nhẹ nó tìm ở tốt bài về kỳ tầng pram tìm mối cứ anh nhà cạo đại nhẹ tì pí cứ pre vạp bạ tì bay cứ là phật tì dạ tì buôn mà hà niếm nâng tì pram cứ pre hạ sụt trị nâng hào tháp bài về kỳ tầng pram đôi lục sọc chai bàn lực lại kháng đàm chẳng cứ bầm rá pre sama sam put pi đầm bông nâu pe là bỏ ông ตลอดปีกามันฉะพระองค์ตุเกริยาประมวยภาษานะพระองค์ตลอดปีกาตุเกริยาหมอชันจังหันเวงบ่นะชันจังหันเลี้ยงสุจิตานะจังเต๋อหายพระองค์บ้านตรัสดังจะเปรียบสมาสามพุทธคราวมันโดลโพธิปรึกนั่งพระองค์ตะเปล่าปัญญเวกีต่างปรามนั่งนะดอกเปล่าปัญญเวกีต่างปรามพระองค์เพื่อตำนานปีพุทธกิจตะการกรองปริญญาใสชงายบ่ญาติโยมพุทธบริษัท นิยมปีเปรียมมวยชมัวอาชีวะบ่อาชีวะนั่นคือชมัวอุปกะเคยเปรียสมาสามพุทธนิมนต์น่ะจนล้อมปีน่ะกลายพุทธกิจน่ะมาดอลน่ะใส่สะกิจใส่สะประเทศยังเต้าบ้านเคยอันตรีสกุลสกุมสู้ทำไมสู้พระองค์ท่าเคยพระองค์เบียนอันตรีสกุลสกุมเป็นเนียลาบุษาวน่ะเนะบัวจมพูครูน่ะ nè buộc chấm buộc cừu nè hai vợ ông ao sao chẳng nhận nhung priêm đây mình miên sệt thi bo nè chỉ bộ năng hay mùi tiết tha cừu rồi nè na chỉ cừu rồi bỏ nè nè tì pi hay tì bấy xua tha nè bên chất nè nè bên chất năng thò rồi bỏ cừu nè bo nè na chỉ cừu rồi bỏ nè nè ní cứ chia pa nhà hà rồi bỏ priêmอาชีวะนั่งโดยมันมีการชื่อในขนมเปรี้ยสมาสามปุ่นน่ะขนมเปรี้ยนั่งปองสมได้บ่สมได้อย่างว่านี่คือสมได้มาน่ะจะลองสมได้ในขนมกรองดำน่ะดำนี่ติดบ่นะไปกีทานนั่นคือปองสมได้จุ่มปูอาชีวะเอ้บ่มันสมได้จุ่มปูน่ะเปรี้ยมปีนักบองเอาโนเซบ่น่ะพระองค์สมได้เกียรติทานนี่คือสมได้จมพูหจีวะพระองค์สมได้ทานน่ะเนี่ยเป็นจัดนั่งน่ะอัตโตบ่แต่ทากุศลเนี่ยกรุบกรองในเตมิกะภูมิบ่น่ะเตียงอ้อน่ะเตมิกะภูมิเตียงอ้อตรัสดังในจัตโตอริยสัจจะทอมันประละโดยกิเลสขนองเตมิกะภูมิเตียงอ้อบานเลี้ยเจ้าនៅទេមិកភូមិទាំងអស់ហើយមានចិត្តផុតស្រឡះហើយណាព្រោះអស់ទៅនៃតណ្ហាគឺសេចក្តីប្រាថ្នាព្រះសម្មាសម្ពុទ្ធលះបង់អស់ហើយបងមានកាមឆន្ទៈប្រាថ្នាក្នុងកាមអីជាដើមព្រះអង្គលះបង់អស់ហើយបងដឹងច្បាស់នៅចតុភូមិកធររបស់ខ្លួនដោយខ្លួនព្រះអង្គឯងបងចាំណាចាំបាច់ចំពោះបុគ្គលណាព្រះអង្គសម្ដែងតែព្រះអង្គត្រាស់ដឹងនៅទេមិកភូមិផងចតុភូមិកភូមិផងដូច្នេះអត់មានចាំបាច់គ្រូណាដែលជាគ្រូរបស់ព្រះអង្គទៀតទេព្រះអង្គសម្ដែងអញ្ចឹងបានព្រះអង្គសម្ដែងទៅទៀតថាតថាគតមិនមានអាចារ្យទេមិនមានបុគ្គលដតីស្មើនឹងតថាគតឡើយក្នុងលោកនេះព្រមទាំងទេវលោកមិនមានបុគ្គលប្រៀបផ្ទឹមនឹងតថាគតបានឡើយចឹងព្រះអង្គសម្ដែងថាក្នុងលោកនេះព្រមទាំងទេវលោកបុគ្គលណាដែលស្មើនឹងព្រះអង្គអត់បានទេញាតិញោមអត់មានទេញាតិញោមបងហើយព្រះអង្គសម្ដែងទៀតថាព្រោះថាតថាគតជាអរហន្តនៅក្នុងលោកជាសាស្តាខ្ពស់បំផុតជាអ្នកត្រាស់ដឹងដោយប្រពៃចំពោះខ្លួនឯងតថាគតមានសេចក្តីត្រជាក់មាន
ភ្លើងបងមានភ្លើងគឺកិលេសរលត់ហើយបងណាហ្នឹងញាតិញោមពុទ្ធបរិស័ទឲ្យយើងទាំងអស់គ្នាមានភ្លើងកិលេសរលត់នៅអត់ទេនៅតែឆេះទាំងយប់ឆេះទាំងថ្ងៃនឹងឯងបងក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធរលត់ហើយមិនមានការខឹងមិនមានការក្រោធមិនមានការវង្វេងបងក្នុងពេលហ្នឹងបានព្រាមហ្នឹងអត់បានឧបនិស្ស័យអីគាត់ទៅសួរព្រះអង្គប៉ុណ្ណឹងទៅព្រះអង្គថាតថាគតទៅសម្ដែងធម៌នៅក្រុងពរាណសីដើម្បីប្រោសនៅបញ្ញវគិទាំង5នៅពេលព្រះអង្គយាងទៅដល់ក្រុងពរាណសីលោកសុខវិឆ័យណាក្នុងពេលហ្នឹងណាបញ្ញវគិវិខុទាំង5ហ្នឹងណាបញ្ញវគិវិខុទាំង5ហ្នឹងគឺអត់ក្រោកទទួលព្រះសម្មាសម្ពុទ្ធអីឃើញព្រះអង្គនិមន្តពីចម្ងាយហើយបានគិតគ្នាថាយើងកុំក្រោកទទួលព្រះសមណគោតមយើងកុំទៅទទួលបានយើងកុំទៅទទួលចីវរណាយើងកុំទៅដាក់ទឹកលាងប្របាទចំពោះព្រះអង្គណាព្រះសមណគោតមបងគិតគ្នាអញ្ចឹងដោយសារអត់បានដឹងណាអត់បានដឹងនឹកឃើញថាព្រះសមណគោតមនឹងលមោបច្រើនណាពីមុនគឺជាអ្នកប្រព្រឹត្តតឹងរឹងអត់បានត្រាស់ដឹងធម៌ផងឥឡូវត្រឡប់មកសោយអាហារវិញណាអញ្ចឹងទេបានរត់ចោលបានឃើញព្រះអង្គទៅអត់ទទួលព្រះសម្មាសម្ពុទ្ធក៏ប៉ុន្តែនៅពេលដែលព្រះអង្គបាននិមន្តទៅដល់ដោយអំណាចបុណ្យបារមីរបស់ព្រះអង្គធ្វើឲ្យការគិតរបស់ភិក្ខុទាំង5អង្គហ្នឹងខុសស្រឡះថាអត់ទទួលព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទៅចិត្តម្នាក់ទៅទទួលជីវរម្នាក់ទៅទទួលបាតម្នាក់ទៅដាក់ទឹកក្រាលណាលាងពហោះលាងប្របាទព្រះសម្មាសម្ពុទ្ធណាគ្រាន់ទទួលប៉ុណ្ណឹងបើក៏ប៉ុន្តែអត់តាន់គិតថាដើម្បីស្ដាប់ធម៌ទេណាក្នុងពេលហ្នឹងបានព្រះសម្មាសម្ពុទ្ធតថាគតសម្ដែងធម៌ប្រោសអ្នកទាំងឡាយព្រោះឥឡូវតថាគតបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយវិខុទាំងអស់ហ្នឹងអត់ចង់ជឿអត់ជឿព្រះអង្គទៀតព្រះអង្គមានពុទ្ធិកាម្ដង2ដង3ដងហើយព្រះអង្គមានពុទ្ធិកាតែពីមុនតើតថាគតដែលប្រាប់ថាតថាគតបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាមួយនឹងឯងទេថាអត់ក្នុងពេលហ្នឹងបានដាក់កាយដាក់ចិត្តព្រះស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធពេលហ្នឹងបានព្រះអង្គសម្ដែងនៅពធម្មចក្រនឹងឯងពធម្មចក្រហ្នឹងគឺសង្កត់ធ្ងន់នៅក្នុងណាផ្លូវ2យ៉ាងណាដែលជាផ្លូវអមបងណាទី1ហៅថាណាអត្តកិលមដ្ឋានយោគៈណាការប្រព្រឹត្តបប្រតិបត្តិធ្វើខ្លួនឲ្យលំបាកណាឧបមាថាដូចសាសនាព្រាហ្មណ៍ណាគេដេកត្រាំទឹកគេស៊ីអាចគោគេឆ្អើភ្លើងអីចឹងទៅគេក្តាប់ដៃរហូតចឹងទៅអាហ្នឹងបប្រតិបត្តិធ្វើខ្លួនឲ្យលំបាកហ្នឹងអត់ត្រាស់ដឹងទេហៅថាផ្លូវអមហើយការបប្រតិបត្តិធ្វើខ្លួនឲ្យលំបាកយល់ទេចឹងហើយមួយទៀតកាមសុខាលិកានយោគៈការប្រព្រឹត្តបប្រតិបត្តិលាយឡំជាមួយនឹងការជាប់ជំពាក់ដោយកាមណាកាមបានដល់ការពេញចិត្តណាការត្រេកអរក្នុងរូបសម្លេងក្លិនរសផតពៈហ្នឹងណាហ្នឹងក៏ជាផ្លូវអមួយដែរអញ្ចឹងព្រះអង្គសម្ដែងអំពីមជ្ឈិមាបដិបទាគឺអរិយមគ្គប្រកបដោយអង្គ8ប្រការចាំលោកសុខវិឆ័យកណ្ដាលចាំបាទដឹងថាជាអរិយមគ្គ8ប្រការហ្នឹងគឺជាផ្លូវទៅកាន់ព្រះនិព្វានគ្រប់ព្រះអរិយបុគ្គលទាំងអស់តែងទៅកាន់ផ្លូវនឹងឯងបងហ្នឹងព្រះអរិយបុគ្គលទៅតាមផ្លូវហ្នឹងញាតិញោមអរិយមគ្គអង្គ8ហ្នឹងគឺជាផ្លូវទៅព្រះនិព្វានហើយអីខ្លះអរិយមគ្គអង្គ8ទី1គឺសមាទិដ្ឋិប្រាជ្ញាយល់ឃើញត្រូវសមាសង្កប្បោសេចក្តីត្រេះរិះត្រូវសមាវាចាសម្ដីត្រូវសមាកម្មន្តោការងារត្រូវសមាអាជីវោកិរិយាចិញ្ចឹមជីវិតត្រូវសមាវាយាមោព្យាយាមត្រូវសមាសតិណាសេចក្តីរលឹកត្រូវនឹងទី8គឺសមាសមាធិកិរិយារំកល់ចិត្តឲ្យនឹងត្រូវនឹងឯងបងអដ្ឋង្គិកមៈទាំង8ហ្នឹងគឺជាផ្លូវកណ្ដាលមិនមែនដូចផ្លូវអមទាំងពីរយ៉ាងដែលបប្រតិបត្តិធ្វើខ្លួនឲ្យលំបាកហើយជាប់ជំពាក់ក្នុងកាមទេណានឹងផ្លូវផ្លូវកណ្ដាលនឹងឯងគឺជាផ្លូវទៅកាន់ទីរំលត់ទុកគឺព្រះនិព្វានហ្នឹងសំដែងពីផ្លូវអមពីរយ៉ាងហ្នឹងហើយព្រះអង្គសម្ដែងអំពីអរិយមគ្គអង្គ8ហ្នឹងជាផ្លូវកណ្ដាលនាំសត្វឲ្យចេញចាកអំពីវត្តដាក់ទុកបងមានកម្មវត្តដាក់វិបាកវត្តដាក់កនឹងកិលេសវត្តដាក់បងណាអរិយមគ្គអង្គ8ហ្នឹងរំលត់ខ្ទេចអស់លោភៈអស់ទោសៈអស់មោហៈក្នុងសន្តានហ្នឹងញាតិញោមត្រូវដើរតាមផ្លូវហ្នឹងបានរួចចាកទុកបងបើខុសពីផ្លូវហ្នឹងហើយផ្លូវពីរយ៉ាងហ្នឹងគឺណាផ្លូវអមពីរយ៉ាងហ្នឹងมันអាចធ្វើខ្លួនឲ្យត្រាស់ដឹងឲ្យសម្រេចនៅធម៌ឲ្យរួចចាកទុកបានទេបង
bán bỏ ong sầm đen pi sơ sa ở đây mẹ ong bấy ba bỏ ong sầm đen pi sai chặt thò tầng buôn năng nè châu là dương son tần nia nó ở đây sai chặt thò tầng buôn này bỏ ong sầm đen sai chặt thò tầng buôn nắng cứ tục ở sai sầm mút thì sai nêu rốt ở sai nắng mẹ cả sai nè chẳng dương son tần nia pi buôn nắng mình không tục ở sai chặt thò mình chẳng cái nào toàn bàn chọp nào toàn chọc ấy con là lưỡi cô thò chị mình to từ tiết đầm bay ban được ca son tần nia chị mình to từ tiền vong sầm đen thầy tiếng tục kháng ở đây là sạch trắng chia tệ bị tục khá chia ria bị tục khá chia thị bị tục kháo mẹ ra nam bị tục hàng sau cả bà đại tế và tục khả tô mà nó spy gia xa bị tục khá áp bởi dê hết xăm bởi dô cô tục kháo bởi dê hết dâm vấp bởi dô cô tục kháo dàm bởi chăng là lẹ bà tế tam bị tục kháng sang khởi tên là bà cho bà tiên là khăn thiết tục hà chết trái được sâu trái ô cái nào ọt trái không trái nhá ấy lúc sao ọt chết vào lấy mà chui vào lấy nó là trái nào nè dân nhận vô bóng ôn football sát tầng o vừa ná đạp pi xịt đầy trái chỉ bằng to từ tiền mình đi bị khâu tầng lái chia cứ kê để giá co cài lang này khăn co chỉ hết nò móc nơi xịt đầy tục chia ria cứ kê để giá chặt crom kia này khăn coi chỉ hết nò móc nơi xịt đầy tục chia thị cứ chủng ngư đồng cát tầng lái coi chỉ hết nò móc nơi tục mẹ ở nạ cứ kê để giá bay thlia này khăn coi chỉ hết nò móc nơi tục kê để giáประกอบដោយ sát និង សង្ខារ ទាំង ឡាយ ដែល មិន ជា ទី ស្រឡាញ់ ពេញ ចិត្ត ក៏ ជា ហេតុ នាំ មក នៅ ទុក្ខ កាល បើ កិរិយាប្រកបដោយសត្វនិងសង្ខារទាំងឡាយដែលមិនជាទីស្រឡាញ់ពេញចិត្តក៏ជាហេតុនាំមកនៅទុក្ខកិរិយាព្រាត់ប្រាសចាក់សត្វនិងសង្ខារទាំងឡាយដែលជាទីស្រឡាញ់ពេញចិត្តក៏ជាហេតុនាំមកនៅទុក្ខកាលបើចង់បានរបស់ណាមួយហើយមិនបាននៅរបស់នោះកិរិយាមិនបាននោះក៏ជាហេតុនាំមកនៅទុក្ខឧបាទានខណ្ឌទាំងឡាយ5 5អីខ្លះលោកសុខឆៃរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណហ្នឹងហៅថាឧបាទានខណ្ឌគឺក្នុងរូបយើងឯងបងឧបាទានខណ្ឌទាំងឡាយ5នេះដែលតថាគតសំដែងឲ្យដោយបំព្រួញក៏ជាហេតុនាំមកនៅទុក្ខនេះព្រះអង្គសំដែងក្នុងទុក្ខអរិយសច្ចធម៌បង12កងហ្នឹងនៅក្នុងទុក្ខសច្ចៈនឹងឯងបងអញ្ចឹងយើងសន្ទនាពីមុនអំពីកិរិយាចាស់ក្រមគ្រានៃខណ្ឌក៏ជាហេតុកិរិយាកកើតឡើងនៃខណ្ឌក៏ជាហេតុនាំមកនៅទុក្ខកិរិយាចាស់ក្រមគ្រានៃខណ្ឌក៏ជាហេតុនាំមកនៅទុក្ខណាកិរិយាព្យាធិគឺជំងឺរំកាត់ទាំងឡាយក៏ជាហេតុនាំមកនៅទុក្ខមរណៈគឺកិរិយាបែកធ្លាយនៃខណ្ឌក៏ជាហេតុនាំមកនៅទុក្ខសេចក្តីសោកខ្សឹកខ្សួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយក៏ជាហេតុនាំមកនៅទុក្ខអញ្ចឹងយើងសន្ទនាមួយទៀតនេះគឺការប្រកបឬក៏ការជួបនៅសត្វនិងសង្ខារទាំងឡាយដែលមិនជាទីស្រឡាញ់ពេញចិត្តក៏ជាហេតុនាំមកនៅទុក្ខសូមឲ្យលោកសុកវិឆ័យលើកឡើងទៅហ្នឹងបន្តិចមើលឲ្យញាតិញោមស្ដាប់បើមិនទៅជួបសត្វនិងសង្ខារទាំងឡាយដែលមិនជាទីស្រឡាញ់ពេញចិត្តវាទុក្ខយ៉ាងម៉េចបើសូមជើញយ៉ាដល់កណាបកស្រាយវិញកណាដូចទៅមិនរួចទេប៉ុន្តែកណាព្យាយាមបន្តិចការជួបនៅសត្វនិងសង្ខារទាំងឡាយដែលមិនជាទីស្រឡាញ់ពេញចិត្តនាំមកនៅទុក្ខតែយ៉ាងម៉េចបើសូមជើញឥឡូវកណានិយាយពីដូចថាឲ្យតថាជួបហ្នឹងចាកណាឧទាហរណ៍មួយថាឧបមាថាជួបគេថាមនុស្សដូចគ្នាអញ្ចឹងចុះមិននិយាយថាសត្វកណាដូចជាបុគ្គលណាម្នាក់ដែលធ្លាប់មានចំនួនដែលថាយើងមិនពេញចិត្តឬក៏និយាយចំទៅគឺថាមានដូចថាទំនាស់នឹងគ្នាទំនាស់នឹងពាក្យសម្ដីក្តីទំនាស់ដោយកាយវិការក្តីអីហ្នឹងដូចថាទៅកន្លែងណាគឺមិនចង់ឲ្យជួបប៉ុន្តែចៃដន្យអីថ្ងៃមួយទៅស្រាប់តែជួបគ្នាស្រាប់តែងាកទៅឃើញមួយនឹងនៅតែនឹងសោះចាប់ផ្ដើមមានចិត្តឈួលនៅក្នុងចិត្តភ្លាមអ
chẳng về thưa ai cái đau chật nắng về thà thưa dương mình sầm bài chật anh nó có ai nộp bài tục này tờ dạng nào đấy không cha bò sa thục bò nè nhận nhóm vô đợi sọc với trái ấy nhóm bò nè chẳng bị thà sạt nó không tì này xong đau từ lơ mình nuôi dương nó có bỏ ăn rọp cho nó không sạt này vào nè nè sạt mình nuôi hiện từ vào về bờ xa chiên sạt đây để chán bột sạt đây để chán về sau miền thom mà xanh nhá cứ cả rì kịch chết đang khó trời ghê bỏ có bàn tay bờ mình nuôi dương miền thom mà xanh nhá nó chết đang khó trời thà đi là o đi chia bơ là o đi chia bơ cọ đi vừa tao no mà kho đi vừa tao trâu đi miệt đa đi bầy đa đi kru ốp chia dê cha nà đi cha bực thì cha đi bột đi bột thoa đi bột sòng những tao đấy nãy cả miên là thoa mà xài nhà vừa lấy trắng nè trắng mà nuôi dương nó cứ chưa sạt mỗi đáy coi chưa sạt đằng kho đằng trâu chiến sạt là tì nà tầng o được non luộc này trắng mồm pi mình nẹt bộ năng ụ sạ bỏ mình nuôi năng mình nẹt năng prai thật chật nà ụ sạ năng cứ bờ xá cứ mình nuôi đầy miến nà mình nuôi prai mót thay chỉ nẹt miến chật đo bờ xá chiến sạt để chàn bỏ chẳng đâu pe đây pe thật sạt năng sầm đau từ lơ mình nuôi dương rồi có sạt là tây năng cả na bờ miến pa nhà ha đội lục sọc chay ban sầm này chẳng nè chluh khné bỏ chluh khné nè mình nuôi dương nó chluh khné nè chluh khné đòi bị sầm đây nè chluh khné đòi rương ai môi dân tới không pe nó miên cùng nôm cùng cuốn tục đạn không sân đan để chết tay ọp khné nè nhiệt nhôm bột bò sạt ai công tha lai khơi mốc sầm bay để nấc khơi chua múa nấc khơi chua múa lọc khăn cho môi nè co năng ọp cho môi nè co năng hay đó là miên là nan được khơi cho môi là năng ta chết nó trade o đấy được sâu trái cái nào ọt trade o tê tụi bay thì mình về tránh có không chật nó cứ khát đầu mà năng ngại bỏ chẳng rương ca bọc cô na để dương miên pa nhà ha hơi to cho môi là nâng hơi luộc to tên cho môi là nâng hơi nơi pe là miên là na môi mình lật pi cho môi nó chết nó ọt sờ bài nó tục rồi có sọc cái nào tục cả làng tục ở sạch chạ đây bọc cọt làng nó chết này nhận nhôm trâu bị cha ra chẳng bỏ nà rương xịt đây tục nó nguyên chẳng hay xua thật cài prai bàn đấy nơi pe là lư hai nó thò nó cài prai bàn ót bàn nè vua tục ở sạch chạ nó giật đạp ấy bị rộng bo bọc cọt cả làng nhằng ná bị chẳng nằng ót ai dương cài prai bàn đấy mẹ đấy chẳng bỏ năng ạ chẳng ót ai dương cài prai bàn đấy bỏ chẳng xôm bay tại ca lư cho mua mình bên chật hai miền dịch đây tục cả làng hai hay cho để đa hai chụp một khía nó khơi một khía nó ta không bên nó ai nhầm đặt khía bán này cái là ọt bàn này hả ọt bàn này đôi best friend đôi phe là dê đôi pha mây đôi con là ấy bàn ấy đầu tiên là chụp một cô là chụp to tên kia là dương ọp nó ai nhầm ấy là how are you ấy bàn đấy lúc sau trái cái nào đã ọt bàn này lực lên tại về thả flow những ai miền flow chia phần bán bạn đào kia cái này về thả miền flow nào trâu viếng sao kẹt đào viếng cái này nè năng ạ chẳng rương năng nhiệt nhôm football sạt tổng o cà na bởi dương chuột sạt bọc cô na để dương trâu to tên hay dương mình ai nhầm đặt khné bàn tê mình ai mơ khné đòi phê nhé và cọp đòi mê ta bàn tê bỏ nào cả na bảo mơ khné mơ đòi tức mốc và mơ đòi cùng nôm mơ đòi trong ai bọc cô năng vị nè sát tay kho nó không thua rồi bảo press mà sam bột miền tây trời ấy nè kho nhiệt nhôm football sẵn bỏ nè chẳng không xịt đây này cứ nhiệt nhôm football sẵn hay song kha bỏ song kha ca và cọp để song kha đôi chỉ là bỏ na đại dương mình chọn bàn đôi chỉ tia sủng bay như có bỏ xem na đại dương bàn mồ hơi mình đôi chết rồi có mình đôi chết đây dương mình đôi chết vô sụp ra mình đôi chết mình trời chết có chỉ hai nó mốc ấy ở cả tục này bỏ
chẳng không dịch đây ní sơ rộp ở khlây mô đòi trút trong mình chạy chu nhiệt nhôm bột bò sát ở bàn dôl bàn chiếp thà cả na prokop đời sát nâng song kha nâng đại mân chỉ ti sờ lanh bên chất này dương hơi nông pê nắng chất dương nắng cứ tay từ nòm một nữ dịch đây tục na không sờ na chất nâng ai chẳng nhiệt nhôm bột bò sát ná đại dương bàn cầm na chia mình nu cứ cài mò đại bồn của sal hai bàn dương bàn cầm na chia mình nu na hay nhiệt nhôm mơ sát đây để chan bỏ na sát đây để chan sát nâu không tật sát nâu lừa cô na hay của pơ kha chlu ấy kham khnia nhiệt nhôm mơ na xua là sát tầng on nắng trong ca chỉ sát na trong ban chia mình nu đôi dương chăng có phần tay con để thao về ọt bon na ọt bon na chẳng sát chira na sát không ở bài dịp hôm miền sát nổ rộ sát prai na sát asokai sát đây để cha này năng sát tại sát miền dịch đây tục cha này chẳng trong ban cầm na chia mình nu đôi dương bo có phần tay mình ai chẳng nhiệt nhôm bột bò sát để ban cầm na chia mình nu hỏi cứ chỉ cả lang đợi bon của sol bật na đây sát đợt tây nẹt đợt tây trong ban cầm na đội dương đấy có bàn tay mình ai ban có bàn tay đầy dương ban hơi ní dương trấu công luộc toa tên kia rụp rùm sa mà kỳ kia meta mơ kia đầy meta nỉ dây kia đói vi cha em là hai em pro tàu mục tàu dương nắng liệt bong trào kia hai bỏ mình ai ruột nơi chỉ môi kia là hột tê bỏ pơ là o nắng ai ở dương ban sọc là hột đó là dương ruột chạ tục thằng puông bỏ nè nè chẳng dương không bật vơ dịch đây là o hai môn thằng dương bay bạc kia bọt bạc kia là bấy dịch đây sọc nông bay chỉ bon nông sùng cùm phóng nắng dịch đây sọc nóng bạ lục hàng một phong bỏ chia bị sát cứ dịch đây sọc nông bẹt nè pin chẳng ca sùng đai thò xoan tần nia thò là bọc nhom cana mà phiếp lệ lang một bên nè bỏ nè miền ca khoác hạt lệ lục dạng na sôm cả na côn mạch cha cột bờ ong nhiệt nhôm bột bò sát tầng o meta khăn tây phải tô đào sầm nặng để nhôm cana mà phiệp hong sôm bờ kê nâng chun bon đá cả na côn mạch cha nhiệt nhôm bọc on bột bò sát sôm ban sọc phiệp o dụยืน dụ chạp ban sôm này thò rối chạ tục tầng puông tầng o nia sôm ăn mô tê nia bò sa thu và đòi xa pê liệt bao nhiêu cứ đòi tì mình chọc hay nâng bẩn to nơi sắp đá còi tiệt hay lùng chắc có bàn sầm đai nhầm pi bút bảo vót đài chỉ hát đò presama samput và ông sầm đai nấu tức araya sạch thằng buồn chẳng cả pi sắp đá muốn nâng cứ lùng chắc bàn sầm đai nhầm pi tức cả sạch rồi mà đò sắp đá ní có mình toàn bàn mình chọc đá cứ nó không thay ní lùng chắc bàn sầm đai nó không tức cả sạch lùng chắc để bàn sầm đai hay cứ chiết chở riệp chiết thị mẹ nát hay sao mùi tiết lắm chứ kê già và cọp lại bọc cua lại mình chỉ ti sờ lạnh bên chết cái nào cho hết đo mọi người để tục cái nào thay ní lùng chắc các bạn sầm đáy nấu bánh hà mùi nè hay nó sập đá khói lùng chắc nâng lực mùi trong nội mà tiết đầm bay sầm đáy chạy chun đo lực ta lượng giấy và chân ti sờ đậm và khi bán cao xôm chun đầm nặng đáy cứ nấu đam năm pi pon đập buồn ní cam thì từ tua bao nhiêu